ធัวដែលឲ្យកើតទៅជាសាមគ្គីគ្នាបានមាន5ចំណុចហៅថាសារនិយធัวសារនិយធัวនឹងប្រែថាធัวដែលធ្វើឲ្យនឹករលឹកគ្នាធ្វើឲ្យចេះរួមសុខរួមទុក្ខជាមួយគ្នាទី1គឺមេត្តាកាយកម្មមេត្តាកាយកម្មគឺសំដៅទៅដល់កិច្ចការងារតាមផ្លូវកាយចេះជួយទុក្ខធរៈគ្នានៅពេលដែលមានអាសន្នអន់ក្រមានជំងឺតម្កាត់ឬក៏កិច្ចការងាររួមនឹងមិនមើលនឹងភ្នែកចេះជួយគ្នាទៅវិញទៅមកនៅក្នុងសង្គមសង្ឃក៏ប្រើធួននឹងដែររហូតដល់ទៅសង្គមធំឬក៏នៅក្នុងគ្រួសារក៏ដូចគ្នាចឹងដែរមានការយកចិត្តទុកដាក់តាមផ្នែកផ្លូវកាយនិយាយពីញាតិញោមប្រស្រ័យតាក់ទងជាមួយព្រះសង្ឃពាក់ព័ន្ធនឹងកាយវិការគឺគោរពឱនលំទោនដោយមានការលើកដៃសំពះជាដើមដោយចិត្តគោរពស្រឡាញ់មេត្តានឹងចឹងអនុថេក៏គោរពប្រធេរៈដោយកាយវិការទន់ភ្លន់ជួយកិច្ចធរៈគួជាបាច់អីជាដើមប្រកេនមហាថេអញ្ចឹងទៅទឹកក្តៅទឹកត្រជាក់តាមផ្លូវកាយនិយាយពីតាមផ្លូវកាយការជួយទុក្ខធរៈនេះឯងដែលនាំឲ្យចេះនឹកស្រណោះគ្នានឹងចឹងនឹងផ្នែកតាមផ្លូវកាយបាទហើយចំណែកទី2មេត្តាវិច័យកម្មពាក់ព័ន្ធជាមួយនឹងការនិយាយស្ដីរកគ្នានិយាយរកគ្នាក្តីនិយាយពីគ្នាប៉ុន្តែប្រាប់មនុស្សដទៃក្តីគឺនិយាយដោយចិត្តមេត្តាពាក្យថាចិត្តមេត្តាហ្នឹងមិនមែនប្រែថាអាណិតទេមេត្តាហ្នឹងគឺប្រែថាជាការស្រឡាញ់រាប់អានដោយក្តីស្រឡាញ់ loving kindness ឬក៏ compassion គឺជាសេចក្តីស្រឡាញ់រាប់អានមិនទុកនរណាម្នាក់ជាសត្រូវណាមេត្តាវិច័យកម្មហ្នឹងទោះបីជាខាងមុខហ្នឹងឧទាហរណ៍ថាយើងនិយាយជាមួយព្រះសង្ឃឬក៏ព្រះសង្ឃនិយាយជាមួយពុទ្ធបរិស័ទហ្នឹងនិយាយយ៉ាងណានៅពីខាងក្រោយនិយាយចឹងដែរនេះបានអាចទៅជារលឹកគ្នាបានប្រសិនបើយើងចេះនិយាយទន់ភ្លន់តែនៅក្នុងទីចំពោះមុខលុះកំបាំងមុខយើងនិយាយផ្សេងនេះឯងមិនឈ្មោះថាជាមេត្តាវិច័យកម្មទេទោះបីជាយើងចេះនិយាយដោយពាក្យទន់ភ្លន់នៅពីខាងមុខក៏ដោយក៏ប៉ុន្តែដល់ទៅខាងក្រោយយើងនិយាយផ្សេងនេះឯងគឺជាហេតុនាំឲ្យកើតជម្លោះឧទាហរណ៍យើងនិយាយអាក្រក់ពីនរណាម្នាក់យើងដឹងរឿងអាក្រក់ពីនរណាម្នាក់យើងទប់នៅក្នុងខ្លួនអត់បានទេយើងខ្សឹបប្រាប់មនុស្សម្នាក់ទៀតហើយយើងផ្ដាំថាខ្ញុំទុកចិត្តបងឯងបាននិយាយប្រាប់កុំតទៅណាទៀតយើងគិតមើលមាត់យើងហាមអត់ឈ្នះផងមុំទៅហាមមាត់គេមែនទេនឹងពាក្យមួយគេថាបើតាមផ្លូវកាយវិញបើមិនចង់ឲ្យគេដឹងមានតែកុំធ្វើហ្នឹងមួយហើយសំដីចឹងដែរបើមិនចង់ឲ្យគេឮមានតែកុំនេះយេហ្នឹងហើយមនុស្សដែលគួរហាមមុនគេគឺខ្លួនឯងត្រូវដឹងថាបើខ្លួនឯងហាមមិនបានហើយកុំទៅហាមគេកុំជឿគាត់នឹងធានាថាខ្ញុំមិនប្រាប់គេទេដល់យូរគាត់ជួបមនុស្សទុកចិត្តមួយទៀតហេគេខ្សឹបប្រាប់ខ្ញុំថាកុំប្រាប់គេខ្ញុំប្រាប់តែបងឯងតទៅដល់ម្ចាស់ខ្លួនគេដល់តែគេដឹងគេសប្បាយចិត្តឬក៏ខឹងគេនេះនិយាយរួមមនុស្សយើងឆ្លោះគ្នាភាកច្រើនណាញាតិញោមសពថ្ងៃនេះទាំងស្រុកណាមិនស្រុកណាទេភាកច្រើនមិនសូវបានឆ្លោះអង្គុយទល់មុខគ្នាទេគឺឆ្លោះតាមរយៈពាក្យរាយតគ្នាមែនទេហ្នឹងពាក្យរាយតគ្នា
ហើយក៏ស្មានទៅហ្នឹងពីព្រោះពាក្យសម្ដីទាំង5ហ្នឹងអាត្មាចង់សកត់ពាក្យសម្ដីជាងគេប៉ិនរាប់ឲ្យអស់សិនគ្រប់5 1 ម៉ោងតិចនៅសល់20នាទីទៀតហ្នឹងទី2គឺមេត្តាវចីកម្មទី3មេត្តាមនោកម្មគឺគ្រាន់តែគិតនិយាយរួមមិនដល់ទៅថ្នាក់ធ្វើមិនដល់ទៅថ្នាក់និយាយក៏ប៉ុន្តែគ្រាន់តែគិតណាឧទាហរណ៍ដូចគិតពីវត្តយើងអញ្ចឹងណាគឺគិតបើញាតិញោមគិតចំពោះព្រះសង្ឃវិញគិតថាម៉េចតើលោកម្ចាស់ខ្វះអីតើលោកម្ចាស់នឹងគង់នៅជាសុខទេណាគិតចឹងហ្នឹងហើយបើលោកគិតពីញាតិញោមវិញគិតពីរឿងតើញាតិញោមនឹងធ្វើបុណ្យនឹងត្រឹមត្រូវទេបានបុណ្យច្រើនទេតើគួរប្រាប់គាត់ថាម៉េចដើម្បីឲ្យគាត់យល់ដឹងកាន់តែច្រើននេះឯងហៅថាគិតដោយមេត្តាមនោកម្មយល់ទេគិតពីគ្នាគឺអញ្ចឹងគិតអញ្ចឹងព្រោះអ្វីៗបើមកពីគិតហ្នឹងឯងនិយាយហ្នឹងក៏មកពីគិតដែរហ្នឹងក៏សំខាន់មួយដែរហ្នឹងអញ្ចឹងហើយទី4នោះគឺទិដ្ឋិសាមញ្ញតាមានទិដ្ឋិត្រូវគ្នាការយល់ទោះបីល្អក៏ដោយតែយល់ខុសគ្នាដើមត្រូវគ្នាទេហើយចំណុចចុងក្រោយគឺសាធារណភោគីចេះចែករំលែករបស់របរជាម្ហូបនំចំណីអីចឹងទៅសម្រាប់ភិក្ខុសង្ឃចង្ហាន់បិណ្ឌបាតជីវរស្បង់អីចឹងទៅសម្រាប់ញាតិញោមក៏បាយទឹកនំចំណីទៅហ្នឹងសុទ្ធតែជាគ្រឿងធ្វើឲ្យរលឹកគ្នាប៉ុន្តែអាត្មាចង់និយាយពីពាក្យសម្ដីនេះសំខាន់ណាស់Einstein លោកថាគាត់ថាម៉េចគាត់ថាធម្មជាតិបានបង្កើតយើងមកឲ្យមានត្រចៀកពីរឲ្យមានមាត់តែមួយដែរមែនទេគឺចង់ប្រាប់យើងថាគឺត្រូវស្ដាប់ឲ្យច្រើនជាងនិយាយតួនាទីតិចមានតួនាទីប្រមាណយ៉ាងញាតិញោមតិចមានតួនាទីប្រមាណយ៉ាងមានតែមួយគាត់ជុំមាត់មានតួនាទីប្រមាណយ៉ាងមានច្រើនណាច្រើនណាជើងកាលខណៈប្រើ body language ក៏ប្រើមាត់បានដែរបូនចុះបូនឡើងហ្នឹងក៏បានដែរមែនទេហ្នឹងហើយស្ដោះក្អកយំកាហែមជេរបចោផឹកបរិភោគច្រើនណាស់អញ្ចឹងនៅក្នុងចំណោមហ្នឹងមាត់នឹងធ្វើការច្រើនមែនទែនអញ្ចឹងគួរតែនិយាយនឹងកាន់តែតិចបើនិយាយអញ្ចឹងញាតិញោមថាចុះអាត្មាមិនក៏និយាយច្រើនតែអាហ្នឹងពេលត្រូវនិយាយពេលគេត្រូវឲ្យនិយាយមែនទេហ្នឹងពេលគេមិនត្រូវឲ្យនិយាយមើលទៅបានអង្គុយស្ងោហ្នឹងមានអីបើគេមកនិយាយគួរឲ្យស្ងៀមដូច្នេះប្រសិនបើឃុំក្រងរឿងការនិយាយស្ដីនេះរៀននិយាយពីគ្នានឹងល្អញាតិញោមចង់ឲ្យគេស្រឡាញ់យើងទេចង់ទេរៀននិយាយល្អពីគេមែនណារៀននិយាយល្អពីគេចង់ឲ្យគេស្អប់ទេនិយាយដើមឲ្យគេឲ្យតែច្រើនទៅមែនទេឲ្យតែនិយាយដើមគេច្រើនគង់តែគេស្អប់ទេកុំឆ្ងល់ឡើយងាយមែនទេញាតិញោមបូនមាត់ឲ្យគេវីកមាត់គេឬក៏វីកមាត់យើងខឹងគេវាកឡោតភ្នែកគេឬក៏កឡោតភ្នែកយើងហ្នឹងហើយនេះវានៅឯនេះនឹងអញ្ចឹងព្រះសម្មាសម្ពុទ្ធសរសើរព្រះអានន្ទញាតិញោមសរសើរអំពីមេត្តាកាយកម្មមេត្តាវចីកម្មមេត្តាមនោកម្មនៅក្នុងព្រះអានន្ទណាព្រះអង្គសរសើរថាម៉េចគឺមិនមានចំណែកពីរដោយមួយដេចដែលហៅថាមិនមានចំណែកពីរមានចំណែកតែមួយមិនមានចំណែកពីរមានន័យថានៅខាងមុខព្រះអង្គទុនភ្លុនដាក់ព្រះអង្គយ៉ាងណានៅខាងក្រោយក៏ដូចគ្នានេះជាសេចក្តីអស្ចារ្យនៅក្នុងព្រះអានន្ទពាក្យសម្ដីនិយាយជាមួយព្រះសម្មាសម្ពុទ្ធថ្នមពីរោះយ៉ាងណា
ទោះបីព្រះអានន្ទទៅនៅឆ្ងាយឲ្យតែនិយាយពាក្យថាព្រះសម្មាសម្ពុទ្ធនោះគឺតែងតែថ្នមសម្ដីគោរពអញ្ចឹងហើយនិយាយពីការសម្រាកសឹងអីរបស់ព្រះអានន្ទនៅចិត្តព្រះអង្គក៏អញ្ចឹងដែរនៅចិត្តគាត់ព្រះអង្គហ្នឹងព្រះអង្គនៅទិសខាងណាដាក់ក្បាលទំនេកក្រេទៅទិសខាងហ្នឹងនៅឆ្ងាយពីព្រះអង្គរាប់យោជន៍មើលទិសថាតើវត្តចេតពុននៅទិសណាអានន្ទដាក់ក្រេទំនេកទៅនឹងអញ្ចឹងមេត្តាវិច័យកម្មដូចគ្នាអញ្ចឹងគោរពព្រះអង្គដោយពាក្យសម្ដីយ៉ាងណានៅពេលនៅក្រោយព្រះអង្គក៏ដូចគ្នានឹងអញ្ចឹងនឹងហៅថាមេត្តាវិច័យកម្មមិនមានចំណែកពីរញាតិញោមពុទ្ធបរិស័ទទាំងឡាយមនុស្សល្អនិងមនុស្សអាក្រក់គេសម្គាល់តាមវិធីណាគឺសម្គាល់តាមរយៈការធ្វើនិងការនិយាយគិតយើងមើលមិនងាយដឹងទេប៉ុន្តែមនុស្សយើងភាគច្រើនចង់ឲ្យគេយល់ថាខ្លួនឯងល្អដោយព្យាយាមនិយាយអាក្រក់ពីអ្នកដទៃនេះគឺជាកង្វះខាតរបស់មនុស្សជឿបានតែមនុស្សណាដែលរយដូចគ្នាទេញាតិញោមយល់អ្វីថ្មនិយាយទេយល់ថាម៉េចហ្នឹងហើយជួនកាលគេធ្វើអាក្រក់គឺអាក្រក់មែនហើយមិនមែនថាល្អទេតែនៅពេលដែលយើងកំពុងខឹងស្អប់ហើយយើងយករឿងគេមកនិយាយណាគេដេកលក់ឈឹងគេអត់ដឹងខ្លួនឯងនេះកំពុងតែក្តៅដោយសារតែរឿងគេឃើញទេកើតបាបអកុសលឃើញទេអញ្ចឹងបានជាអាត្មាចេះតែលើកឲ្យឧទាហរណ៍ញាតិញោមឆាប់យល់ថានៅក្នុងមនុស្សម្នាក់មានទាំងផ្នែកល្អមានទាំងផ្នែកអាក្រក់នឹងអញ្ចឹងវាលែងតែព្រះអរហន្តត្រឹមអរិយបុគ្គលសោតាក៏មិនតន់អស់កន្លែងអាក្រក់ដែរគ្រាន់តែអាក្រក់របស់លោកនឹងវាមិនដាច់សិលតែកិលេសនៅតែមាននឹងអញ្ចឹងចំពោះអ្នកដតីនឹងប្រៀបដូចជាត្រីទាំងមូលអញ្ចឹងត្រីទាំងមូលមានទាំងសាច់មានទាំងឆ្អឹងយើងមិនអាចត្របាក់ខំដោយមិនគិតទេយ៉ាងណាមិញចំពោះមនុស្សម្នាក់យើងមិនអាចវិនិច្ឆ័យថាល្អសុទ្ធសាធបានទេអ្នកណាក៏ដោយអញ្ចឹងបានជាញោមម្នាក់ក៏ទុកចិត្តមនុស្សឃើញថាគាត់នឹងចេះទេសនាហើយឃើញកាយវិការសមរម្យគាត់ទុកចិត្តទាំងស្រុងហ្មងដល់ទុកចិត្តទាំងស្រុងសុខចិត្តទ្រព្យសម្បត្តិប្រមាណបកុលឲ្យឲ្យផ្ញើខ្លួននៅនឹងរៀនធម៌រៀនអាផងអីចឹងណាថ្មមិនថាអ្នកណាទេប៉ុន្តែគ្រាន់តែលើកឧទាហរណ៍វាមានពិតប្រាកដអញ្ចឹងហើយនិយាយប្រាប់អាត្មាមិនមែនទៅបន្ថែមទៅនិយាយដើមលោកគ្រូនឹងទេអាត្មាពន្យល់គាត់ថាតាមពិតគាត់មិនមែនជាមនុស្សប្រែប្រួលទេញោមទេដែលជាមនុស្សប្រែប្រួលអាត្មាប្រាប់អញ្ចឹងអាត្មាលើកឧទាហរណ៍ថាកំប៉ុងមួយពោពេញទៅដោយលាមកនៅខាងក្នុងប៉ុន្តែដំបូងបិទចិត្តយើងឃើញស្មានតែកំប៉ុងល្អមែនទេយើងពមៀលចុះពមៀលឡើងវាអត់ចេញទេដំបូងដល់តែយូរទៅស្រាប់តែចេញក្លិនមកយើងក៏ថាកំប៉ុងនេះអីក៏យ៉ាប់ម៉េះពីមុនអត់ស្អុយសោះឥឡូវមិនក៏វាស្អុយសួរថាតើរវាងកំប៉ុងហើយនឹងមនុស្សនឹងនរណាអ្នកមានបញ្ហាមនុស្សនឹងមកពីគាត់មិនដឹងការពិតថាក្នុងកំប៉ុងមានលាមកយ៉ាងណាមិញមនុស្សហើយញាតិញោមត្រូវដឹងថាឲ្យតែនៅជាពុទ្ធជនមានរបស់ស្អុយនៅខាងក្នុងដែលយើងមើលទៅសមថាពេលនឹងគាត់សង្រួមគាត់រវាងប្រយ័ត្នវាមិនតាន់ដល់ថ្នាក់ឲ្យគាត់ចេញកលេសមកតែប៉ុណ្្នឹងតាពីព្រោះទីបំផុតសិលរបស់មនុស្សមាន5ពុទ្ធជនចាំឲ្យច្បាស់ល្អយ៉ាងណាក៏ដោយដូចពាក្យចេះនិយាយថាចេះមិនឈ្នះចង់ត្រង់មិនឈ្នះតល់
Call mình chia kịch, rất mình chia rộp. Mấy nè? Chết mình chia chong này. Trong còn chia toal này. Trong. Đọt toal. Mày. Hay call mình chia kịch. Tụi bây giờ mình là bạch dạng mách ôi thì dân bị cái kích cứ bích chỉ khởi. Mà nụ bọc ra dân dạng mách cái đó ôi thì dân bị cái kích bích chỉ rô khơi chùm nạch sòi. Hiểu lắm? Nâng à, nó sao còn bay này tí điện. Nâng à, chẳng vậy thà. Cục giang nó không chung vinh chỉ vật dân đi. Công tiêm ti ôi mà nụ tầng lại là đôi chỉ dân kịch. Vì pro dân trong đăng không mà nụ đã tây tiết mơ tới không khuôn dân. Ta dân có là cục bay về liệt thế. Ngày nâng kịch thật tù vật hay miên xâm ra chất ta ọt tù vinh đấy. Nè. Kịch thật đòi nằm nâng cancel miên bánh hà riêng xem mà nói can vinh đấy. Tới khuôn dân nâng ảnh. Mến đấy. Nâng à. Nhiệt nhôm. Át mà prap mùi chùm nói tiết. Miên thô mùi đài dân lùm bạc. Snap nhất, lư nhất. Và xong có tê nhất tay dân thua ọt bàn. À xê vần á chả bia liền nè. Pandita nâng chả xê vần á. Mình ôi sạp cục bọc cổ biếl, ôi sạp cục sạp vào đó, rứa có sạp cục bắn. Địch. À thầm nước sọc máy miên nhô mình đẹp còn một xùa thầm à. Còn xùa thà. Mơ lúc rù. Khuyông cái ná thua ca ong cá đau chả rờn. Ta nước nông sọc máy nà ná khá đại thà chỉ sạp vào đó bích đại cú sạp cục. Lúc rù ách prap khuyông cái ná bán. Ủa tí hạt ở đỉnh là khét bổ sát, miền phổ man, nâu bạc tờ bò miền phổ man, xìm riệp miền phổ man, phông cha miền phổ man, phô khiêm mát đa rào hột. Bạn thầm à thà, ở thầm à prap chom, prap mịch bán nhốm. Thế có sao ít. Có ta phải lúc rú mơ bằng đứt ọt đắng mông cái ná. Cần gì chứ ná. Phải lúc rú mơ bằng đứt ọt đắng. Thà nà ná chi bằng đứt bật nà mình bật cho tùm rôm phụ cái ná, hay dần đành phép phụ cái ná nâng ôi cái ná tờ rồi nà. Bạn mà thà mình ách prap bán tại ách prap cần được bán trâu đăng thà bằng đất mình chăm bạch xoay rô tê vì pru hà vầy vì pru sơ mày ní khá miên là nạp chia có thà nè ná chia bằng đất bật bạc gọt đấy ọt miên prê sa ma sam bút chia có thà nè ní chia sao tá nè ní chia anà kia nè ní chia Prà rõ hẳn, khá miên Bà ông nâu chia có ở dân tê Dương skol có tam rồi dạ kỳ chứ mốt Cứ tự dốt tay bóng Nó Có bần tẻ Dương nghi ấy tụi đào đo tình nâng Ưu tia hoa thầy dương nâu tình nà mùi Biết thầm mít là ồ Có là gia nà mít Nhìn nhóm sinh kết bần nè Rùm chỉ mùi dân sẽ đạp thua phóng Ở vô thà ná chia của sál Ná chia á có sál Tí mùi dân chê Thua à Lô môn trâm cầm nọt thà ná chia bóng Ná chia bạp Hơi mà nụ ná đại dân cú ông côi chịch Trâu sừng kết thà Mà nụ đại dân ông côi chịch nụ Ta anh ta nòm rương sạp bài chạch ở dân Mình nòm ở dân sạp nọ ná Mình nòm ở dân cao bạp Mình nòm ở dân chê nọ ná Mình nòm ở dân cao kỳ lạc chán Mình nụ đại ta anh ta đó chùm này đăng ở dân Mình nụ bạp nâng chặt tục thà chia mình nụ đại cú ông côi chịch Hiểu lắm Nâng à, bất năng Anh chẳng thà Nẹ nà Nê dây ca ná Lớt tay rướng lõ prap Dương Tuốt bay chỉ không cả này khá dương trong nê dây ạc rọ pin là nam mà nè Cót chế nê dây Xùm rùa chật dương Mà nụ bạp ní Hào thá Chia mình nụ Cú ông quý chịch Mà nụ chế bạp nà cả đòi Chăm bà trai bị đọ chọc cả đòi Cúi bốc dây ở nhận nhóm khăn này Dây ở nhóm khăn đâu Mê này Mê này Nhìn nhông Thà mớ mê này Mê này Nâng à Tú bay chỉ chết phần nà có đôi Hiểu lắm Nâng à Sầm đai anh ca ná Rứ có Tú bay chỉ chết sầm đai anh thô cả đói Cúi bốc mất dây phẹp cơ Nè dây tốt phía này Dây tốt phía này nó thua ở dân Cầm phong từ chia đẹp thla này Về tư chia Mua mòn ở tử Bạp nâng mình cuông côi chết để
ព្រោះមនុស្សនឹងគេហៅថាមនុស្សរុយមិនមនុស្សរុយហើយសាច់បេះដូងរបស់យើងនេះហរតិរបស់យើងដូចជាសាច់នៅកណ្ដាលវាលកាលណារុយមកពោតមកទុំវាមិនបែងដាក់វានឹងកើតជាដង្កូវការឆ្លងមេរោគទៅដល់ចិត្តរបស់យើងនឹងឯងដែលចាត់ទុកថាបានទទួលឥទ្ធិពលអាក្រក់ពីមនុស្សរុយព្រោះបណ្ឌិតនិយាយដោយពិស្ដារមាន4យ៉ាងដែលជាអង្គធัวឲ្យទៅជាបណ្ឌិតនិយាយឲ្យខ្លីបំផុតគឺមានតែ2យ៉ាងទី1គឺចេះដឹងទី2គឺធ្វើល្អនឹងដែលព្រះសម្មាសម្ពុទ្ធឲ្យឈ្មោះថាជាបណ្ឌិតដែលគួរសេពគប់នៅសល់4នាទីមកនិយាយរឿងខ្លីមួយស្ដាប់នៅពេលមួយមានភិក្ខុមួយអង្គនៅក្នុងព្រៃដល់ថ្ងៃអបោសុតចឹងលោកតែងតែឧទានឡើងនៅគាថាដែលប្រារព្ធសេចក្តីព្យាយាមអប់រំផ្លូវចិត្តរបស់លោកចប់ពាក្យថាទេវតានៅតាមដងព្រៃនឹងសាធុការសាធុយ៉ាងក្រឹកនៅពេលដែលគ្រូអ្នកត្រង់បត្រៃបិដក2អង្គទៅពីក្រុងសាវត្ថីទៅហើយរួមទាំងកូនសិស្សប្រមាណ500ផងទៅដល់លោកនៅកន្លែងអាវាសតូចក្នុងព្រៃហ្នឹងក៏មានថេរដីកាថាអូបានលោកម្ចាស់អ្នកឆ្លៀសឆ្លាតនៅក្នុងព្រះត្រៃបិដកនិមន្តមកអញ្ចឹងពួកយើងប្រកាសជាបានស្ដាប់ធម៌យ៉ាងពីរោះហើយលោកក៏សួរថាពួកយើងមិនបើមានម្នាក់ឯងនោះពួកយើងមិនសមគ្នាច្រើនលោកក៏ប្រាប់ថាដែលថាពួកយើងពីព្រោះរាល់ពេលដែលខ្ញុំកណាបន្លឺនៅធម៌ឡើងនៅថ្ងៃឧបោសថពពួកទេវតាគេស្ដាប់អញ្ចឹងថ្ងៃនេះពពួកទេវតាក៏បានស្ដាប់ទៅខ្ញុំកណានិយាយថាពួកយើងអញ្ចឹងទៅភិក្ខុជាថេរៈ2អង្គដែលអ្នកពត្រួទ្រង់បត្រៃបិដកហ្នឹងមួយអង្គជាអ្នកប្រកាសឲ្យទេវតាស្ដាប់មានពាក្យថាសកេកាមេចរូបេនោះរួចទៅមួយអង្គទៀតអ្នកសម្ដែងធម៌សម្ដែងចប់មកគាថាឲ្យអនុមោទនាក៏ស្ងាត់2គាថា3គាថា4គាថារាប់សិបគាថាអត់ឮទេវតាណាសាធុមួយសោះដល់អញ្ចឹងលោកថាទេអវសោឯងថាមានទេវតាស្ដាប់ឲ្យសាធុមិនក៏ស្ងាត់ឈឹងចុះទេខ្ញុំកណាធ្លាប់ទៅឮមើលខ្លួនឯងសម្ដែងម្ដងមើលចុះលោកកពោលគាថាដដែលចប់ពាក្យថាឲ្យអនុមោទនាស្រាប់តឡន់ឬក៏ក្រើកនៅកន្លែងហ្នឹងមែនសិស្សរបស់គ្រូ2អង្គហ្នឹងលើកទោសទេវតាថាទេវតានេះលំអៀងគ្រប់គ្រងទៅបពួកគ្នាឯងគ្រូឯងខំសម្ដែងចង់អត់គ្មានសាធុអីបន្តិចនឹងចឹងបានយករឿងហ្នឹងទៅទូលព្រះសម្មាសម្ពុទ្ធបានព្រះសម្មាសម្ពុទ្ធត្រាស់ថាមនាលភិក្ខុទាំងឡាយតថាគតមិនឲ្យឈ្មោះថាមនុស្សដែលចេះនិយាយច្រើនថាជាបណ្ឌិតទេឃើញទេពេលណាតថាគតមិនហៅមនុស្សដែលគ្រាន់តែចេះនិយាយច្រើនថាជាបណ្ឌិតទេហ្នឹងហើយដល់ចឹងទៅពួកនិក្រនគេអត់ចេះសម្ដែងធัวក៏គេលើកគេថាយើងអ្នកអត់និយាយច្រើនសាបណ្ឌិតដែរយើងពួកពុទ្ធថានរណាអត់និយាយច្រើននៅនឹងបណ្ឌិតហើយពេលក្រោយមកតាមពិតកាលនោះអត់តន់មានធัวសូត្រឲ្យញាតិញោមទេប្រគេនចង្ហាន់នេះលោកឆាន់ស្ងៀមហ្នឹងមានញាតិញោមតេះដៀលថាពួកសមណៈសក្យបុត្រនេះទទួលចង្ហាន់ហើយមិនដែលឲ្យពួរគេទេចាញ់ពួកនិក្រនចាញ់ពួកអីដល់អញ្ចឹងបានព្រះអង្គអនុញ្ញាតឲ្យអនុមោទនាទានពីនឹងមកបានសូត្រធម៌ឲ្យញាតិញោមស្ដាប់នោះដល់ទៅពេលទទួលចង្ហាន់ឲ្យសូត្រធម៌ទទួលចង្ហាន់ឲ្យសូត្រធម៌ពួកនិក្រនតេះដៀលទៀតណាពួកសមណៈសក្យបុត្រនេះសិតតែមនុស្សអត់បានការព្រោះនិយាយច្រើនពួកបណ្ឌិតគេមិននិយាយច្រើនទេពួកនេះតប៉ែហ្មងអត់ប្រគេនអីសូត្រគេបន្ទោសចឹងទៀតបានព្រះសម្មាសម្ពុទ្ធប្រកាសភិក្ខុសង្ឃទៀតថាមនាលភិក្ខុទាំងឡាយតថាគតមិនហៅបុគ្គលដែលគ្រាន់តែនៅស្ងៀមថាជាបណ្ឌិតដែរអញ្ចឹងមិនមែនបានន័យថានិយាយច្រើនមិនបណ្ឌិតទេដល់តែអត់និយាយបណ្ឌិតទេអញ្ចឹងទី2នេះព្រះអង្គសម្ដែងថាបុគ្គលតថាគតក៏មិនហៅបុគ្គលដែលមិននិយាយនឹងថាជាបណ្ឌិតដែរពីព្រោះអ្វីពីព្រោះបុគ្គលខ្លះមិននិយាយព្រោះតែអត់ចេះ
យល់ទេព្រោះបុគ្គលខ្លះមិននិយាយព្រោះតែអត់ចេះដូច្នេះសរុបសេចក្តីមកចាត់ជាបុគ្គលពិតប្រាកដជឿចេះដឹងផងចេះនិយាយផងយល់ទេយល់ចាប់ហើយយ៉ាងនឹងឯការសម្ដែងធម៌កន្លះម៉ោងល្មមបើសំគួរដល់នៅពេលវេលានឹងបញ្ចប់តែប៉ុណ្ណេះឯងអេវ៉ាំងធម៌ដែលឲ្យកើតទៅជាសាមគ្គីគ្នាបានមាន5ចំណុចហៅថាសារនិយធម៌សារនិយធម៌នឹងប្រែថាធម៌ដែលធ្វើឲ្យនឹករលឹកគ្នាធ្វើឲ្យចេះរួមសុខរួមទុក្ខជាមួយគ្នាទី1គឺមេត្តាកាយកម្មមេត្តាកាយកម្មគឺសំដៅទៅដល់កិច្ចការងារតាមផ្លូវកាយចេះជួយទុក្ខធរៈគ្នានៅពេលដែលមានអាសន្នអន់ក្រមានជំងឺតម្កាត់ឬក៏កិច្ចការងាររួមនឹងមិនមើលនឹងភ្នែកចេះជួយគ្នាទៅវិញទៅមកនៅក្នុងសង្គមសង្ឃក៏ប្រើធម៌នឹងដែររហូតដល់ទៅសង្គមធំឬក៏នៅក្នុងគ្រួសារក៏ដូចគ្នាចឹងដែរមានការយកចិត្តទុកដាក់តាមផ្នែកផ្លូវកាយនិយាយពីញាតិញោមប្រស្រ័យតាក់ទងជាមួយព្រះសង្ឃពាក់ព័ន្ធនឹងកាយវិការគឺគោរពឱនលំទោនដោយមានការលើកដៃសំពះជាដើមដោយចិត្តគោរពស្រឡាញ់មេត្តានឹងចឹងអនុថេក៏គោរពប្រធេរៈដោយកាយវិការទន់ភ្លន់ជួយកិច្ចធរៈគួជាបាច់អីជាដើមប្រកេនមហាថេអញ្ចឹងទៅទឹកក្តៅទឹកត្រជាក់តាមផ្លូវកាយនិយាយពីតាមផ្លូវកាយការជួយទុក្ខធរៈនេះឯងដែលនាំឲ្យចេះនឹកស្រណោះគ្នានឹងចឹងនឹងផ្នែកតាមផ្លូវកាយបាទហើយចំណែកទី2មេត្តាវិច័យកម្មពាក់ព័ន្ធជាមួយនឹងការនិយាយស្ដីរកគ្នានិយាយរកគ្នាក្តីនិយាយពីគ្នាប៉ុន្តែប្រាប់មនុស្សដទៃក្តីគឺនិយាយដោយចិត្តមេត្តាពាក្យថាចិត្តមេត្តាហ្នឹងមិនមែនប្រែថាអាណិតទេមេត្តាហ្នឹងគឺប្រែថាជាការស្រឡាញ់រាប់អានដោយក្តីស្រឡាញ់ loving kindness ឬក៏ compassion គឺជាសេចក្តីស្រឡាញ់រាប់អានមិនទុកនរណាម្នាក់ជាសត្រូវណាមេត្តាវិច័យកម្មហ្នឹងទោះបីជាខាងមុខហ្នឹងឧទាហរណ៍ថាយើងនិយាយជាមួយព្រះសង្ឃឬក៏ព្រះសង្ឃនិយាយជាមួយពុទ្ធបរិស័ទហ្នឹងនិយាយយ៉ាងណានៅពីខាងក្រោយនិយាយចឹងដែរនេះបានអាចទៅជារលឹកគ្នាបានប្រសិនបើយើងចេះនិយាយទន់ភ្លន់តែនៅក្នុងទីចំពោះមុខលុះកំបាំងមុខយើងនិយាយផ្សេងនេះឯងមិនឈ្មោះថាជាមេត្តាវិច័យកម្មទេទោះបីជាយើងចេះនិយាយដោយពាក្យទន់ភ្លន់នៅពីខាងមុខក៏ដោយក៏ប៉ុន្តែដល់ទៅខាងក្រោយយើងនិយាយផ្សេងនេះឯងគឺជាហេតុនាំឲ្យកើតជម្លោះឧទាហរណ៍យើងនិយាយអាក្រក់ពីនរណាម្នាក់យើងដឹងរឿងអាក្រក់ពីនរណាម្នាក់យើងទប់នៅក្នុងខ្លួនអត់បានទេយើងខ្សឹបប្រាប់មនុស្សម្នាក់ទៀតហើយយើងផ្ដាំថាខ្ញុំទុកចិត្តបងឯងមិននិយាយប្រាប់កុំតទៅណាទៀតយើងគិតមើលមាត់យើងហាមអត់ឈ្នះផងមុំទៅហាមមាត់គេមែនទេនឹងពាក្យមួយគេថាបើតាមផ្លូវកាយវិញបើមិនចង់ឲ្យគេដឹងមានតែកុំធ្វើហ្នឹងមួយហើយសំដីចឹងដែរបើមិនចង់ឲ្យគេឮមានតែកុំនេះយេហ្នឹងហើយមនុស្សដែលគួរហាមមុនគេគឺខ្លួនឯងត្រូវដឹងថាបើខ្លួនឯងហាមមិនបានហើយកុំទៅហាមគេកុំជឿគាត់នឹងធានាថាខ្ញុំមិនប្រាប់គេទេដល់យូរគាត់ជួបមនុស្សទុកចិត្តមួយទៀត
ហេគេខ្សឹបប្រាប់ខ្ញុំថាកុំប្រាប់គេខ្ញុំប្រាប់តែបងឯងទៅដល់ម្ចាស់ខ្លួនគេដល់តែគេដឹងគេសប្បាយចិត្តឬក៏ខឹងគេនេះនិយាយរួមមនុស្សយើងឆ្លោះគ្នាភាកច្រើនណាញាតិញោមសពថ្ងៃនេះទាំងស្រុកណាមិនស្រុកណាទេភាកច្រើនមិនសូវបានឆ្លោះអង្គុយទល់មុខគ្នាទេគឺឆ្លោះតាមរយៈពាក្យរាយតគ្នាមែនទេហ្នឹងពាក្យរាយតគ្នាហើយក៏ស្មានទៅហ្នឹងពីព្រោះពាក្យសម្ដីទាំង5ហ្នឹងអាត្មាចង់សង្កត់ពាក្យសម្ដីជាងគេប៉ិនរាប់ឲ្យអស់សិនគ្រប់5 1 ម៉ោងតិចនៅសល់20នាទីទៀតនឹងទី2គឺមេត្តាវចីកម្មទី3មេត្តាមនោកម្មគឺគ្រាន់តែគិតនិយាយរួមមិនដល់ទៅថ្នាក់ធ្វើមិនដល់ទៅថ្នាក់និយាយក៏ប៉ុន្តែគ្រាន់តែគិតណាឧទាហរណ៍ដូចគិតពីវត្តយើងអញ្ចឹងណាគឺគិតបើញាតិញោមគិតចំពោះព្រះសង្ឃវិញគិតថាម៉េចតើលោកម្ចាស់ខ្វះអីតើលោកម្ចាស់នឹងគង់នៅជាសុខទេណាគិតចឹងហ្នឹងហើយបើលោកគិតពីញាតិញោមវិញគិតពីរឿងតើញាតិញោមនឹងធ្វើបុណ្យនឹងត្រឹមត្រូវទេបានបុណ្យច្រើនទេតើគួរប្រាប់គាត់ថាម៉េចដើម្បីឲ្យគាត់យល់ដឹងកាន់តែច្រើននេះឯងហៅថាគិតដោយមេត្តាមនោកម្មយល់ទេគិតពីគ្នាគឺអញ្ចឹងគិតអញ្ចឹងព្រោះអ្វីៗបើមកពីគិតហ្នឹងអានិយាយហ្នឹងក៏មកពីគិតដែរហ្នឹងក៏សំខាន់មួយដែរហ្នឹងអញ្ចឹងហើយទី4នោះគឺទិដ្ឋិសាមញ្ញតាមានទិដ្ឋិត្រូវគ្នាការយល់ទោះបីល្អក៏ដោយតែយល់ខុសគ្នាដើមត្រូវគ្នាទេហើយចំណុចចុងក្រោយគឺសាធារណភោគីចេះចែករំលែករបស់របរជាម្ហូបនំចំណីអីចឹងទៅសម្រាប់ភិក្ខុសង្ឃចង្ហាន់បិណ្ឌបាតជីវរស្បង់អីចឹងទៅសម្រាប់ញាតិញោមក៏បាយទឹកនំចំណីទៅហ្នឹងសុទ្ធតែជាគ្រឿងធ្វើឲ្យរលឹកគ្នាប៉ុន្តែអាត្មាចង់និយាយពីពាក្យសម្ដីនេះសំខាន់ណាស់Einstein លោកថាគាត់ថាម៉េចគាត់ថាធម្មជាតិបានបង្កើតយើងមកឲ្យមានត្រចៀកពីរឲ្យមានមាត់តែមួយដែរមែនទេគឺចង់ប្រាប់យើងថាគឺត្រូវស្ដាប់ឲ្យច្រើនជាងនិយាយទូនាទីតិចមានទូនាទីប្រមាណយ៉ាងញាតិញោមតិចមានទូនាទីប្រមាណយ៉ាងមានតែមួយគាត់ជុំមាត់មានទូនាទីប្រមាណយ៉ាងមានច្រើនណាច្រើនណាជួនកាលគ្រាន់តែប្រើ body language ក៏ប្រើមាត់បានដែរបូនចុះបូនឡើងហ្នឹងក៏បានដែរមែនទេហ្នឹងហើយស្ដោះក្អកយំកាហែមជេរបចោផឹកបរិភោគច្រើនណាស់អញ្ចឹងនៅក្នុងចំណោមហ្នឹងមាត់នឹងធ្វើការច្រើនមែនទែនអញ្ចឹងគួរតែនិយាយនឹងកាន់តែតិចបើនិយាយអញ្ចឹងញាតិញោមថាចុះអាត្មាមិនក៏និយាយច្រើនតែអាហ្នឹងពេលត្រូវនិយាយពេលគេត្រូវឲ្យនិយាយមែនទេហ្នឹងពេលគេមិនត្រូវឲ្យនិយាយមើលទៅបានអង្គុយស្ងោហ្នឹងមានហើយបើគេមកនិយាយគួរឲ្យស្ងៀមដូច្នេះប្រសិនបើឃុំក្រងរឿងការនិយាយស្ដីនេះរៀននិយាយពីគ្នានឹងល្អញាតិញោមចង់ឲ្យគេស្រឡាញ់យើងទេចង់ទេរៀននិយាយល្អពីគេមែនណារៀននិយាយល្អពីគេចង់ឲ្យគេស្អប់ទេនិយាយដើមឲ្យគេឲ្យតែច្រើនទៅមែនទេឲ្យតែនិយាយដើមគេច្រើនគង់តែគេស្អប់ទេកុំឆ្ងល់ឡើយងាយមែនទេញាតិញោមបូនមាត់ឲ្យគេវីកមាត់គេឬក៏វីកមាត់យើងខឹងគេវាកឡោតភ្នែកគេឬក៏កឡោតភ្នែកយើងហ្នឹងហើយនេះវានៅឯនេះនឹងអញ្ចឹងព្រះសម្មាសម្ពុទ្ធសរសើរព្រះអានន្ទញាតិញោមសរសើរអំពីមេត្តាកាយកម្មមេត្តាវចីកម្មមេត្តាមនោកម្មនៅក្នុងព្រះអានន្ទណាព្រះអង្គសរសើរថាម៉េច
cứ mình miên chùm này pi đôi mà đích để hạ thầm mình miên chùm này pi miên chùm này té mùi mình miên chùm này pi miên này thả nơi khang mục bệ ông tuân phun đại bộ ông vàng ná nơi khang cõi có đối khné ní chia sẻ cái đấy ó cha nơi khung bệ anon bịa sầm đây ní dây chỉ môi bệ sama samput thnom pi ruh vàng nà tụ bay bệ anon tơ nô ngay oi tên ní dây bịa thà bệ sama samput nó cứ tayแต่thnom sầm đây cô rụp chẳng hơi ní dây pi ca sầm ra sân ấy rồi bỏ bệ anon nơi chết bệ ông còn chẳng đấy nơi chết cọt bệ ông nâng bệ ông nơi từ khang ná đã có bao tầm nê cái đầu tư khang nâng nơi ngay pi bệ ông rọp vô mơ tư tha ta quạt chia tập quân nơi tư nè anon đã cái tầm nê từ nâng nâng chẳng meta về chạy cam đôi khniên chẳng của lúc bệ ông đòi bịa sầm đây dạng ná nơi pe nơi còi bệ ông có đối khnia nâng chẳng ạ nâng hà thá meta vẽ chay cam mình miên chùm này pi nhiệt nhung Phật bò thì san tiền lại mình nuôi lọ nâng mình nuôi hạt cọ cái sầm cò tam vị thi nà cứ sầm cò tam cái dạ cà thớ nâng ca ní vậy kích chân mơm nghệ đắng ấy vấn đề mình nuôi dương phệ trà ấn trong oi kỳ vô thà luôn anh lõ đòi phía diêm này dây ạc rọ vì nè đó để nếu cứ chia còn vác hát rồi bỏ mình nuôi chưa ban tay mình nuôi na để rồi đôi khi thế nhìn không vô là vậy tham vậy thế vô làm vậy nâng ngày chuôn cao kê thưa ạc rọ cứ ạc rọ mền hơi mình mền thà lọ têแต่នៅពេលដែលយើងកំពុងខឹងស្អប់ហើយយើងយករឿងគេមកនិយាយណាគេដេកលក់ឈឹងគេអត់ដឹងខ្លួនឯងនេះកំពុងតែក្តៅដោយសារតែរឿងគេឃើញទេកើតបាបអកុសលឃើញទេអញ្ចឹងបានជាអាត្មាចេះតែលើកឲ្យឧទាហរណ៍ញាតិញោមឆាប់យល់ថានៅក្នុងមនុស្សម្នាក់មានទាំងផ្នែកល្អមានទាំងផ្នែកអាក្រក់នឹងចឹងវាលែងតែព្រះអរហន្តត្រឹមអរិយបុគ្គលសោតាក៏មិនតន់អស់កន្លែងអាក្រក់ដែរគ្រាន់តែអាក្រក់របស់លោកនឹងវាមិនដាច់សិលតែកិលេសនៅតែមាននឹងចឹងអញ្ចឹងចំពោះអ្នកដតីនឹងប្រៀបដូចជាត្រីទាំងមូលចឹងត្រីទាំងមូលមានទាំងសាច់មានទាំងឆ្អឹងយើងមិនអាចត្របាក់ខំដោយមិនគិតទេយ៉ាងណាមិញចំពោះមនុស្សម្នាក់យើងមិនអាចវិនិច្ឆ័យថាល្អសុទ្ធសាធបានទេអ្នកណាក៏ដោយអញ្ចឹងបានជាញោមម្នាក់ក៏ទុកចិត្តមនុស្សឃើញថាគាត់នឹងចេះទេសនាហើយឃើញកាយវិការសមរម្យគាត់ទុកចិត្តទាំងស្រុងហ្មងដល់ទុកចិត្តទាំងស្រុងសុខចិត្តទ្រព្យសម្បត្តិប្រមាណបកុលឲ្យឲ្យផ្ញើខ្លួននៅនឹងរៀនធម៌រៀនអាផងអីចឹងណាថ្មមិនថាអ្នកណាទេប៉ុន្តែគ្រាន់តែលើកឧទាហរណ៍វាមានពិតប្រកបអញ្ចឹងហើយនិយាយប្រាប់អាត្មាមិនមែនទៅបន្ថែមទៅនិយាយដើមលោកគ្រូនឹងទេអាត្មាពន្យល់គាត់ថាតាមពិតគាត់មិនមែនជាមនុស្សប្រែប្រួលទេញោមទេដែលជាមនុស្សប្រែប្រួលអាត្មាប្រាប់អញ្ចឹងអាត្មាលើកឧទាហរណ៍ថាកំប៉ុងមួយពោពេញទៅដោយលាមកនៅខាងក្នុងប៉ុន្តែដំបូងបិទចិត្តយើងឃើញស្មានតែកំប៉ុងល្អមែនទេយើងពមៀលចុះពមៀលឡើងវាអត់ចេញទេដំបូងដល់តែយូរទៅស្រាប់តែចេញក្លិនមកយើងក៏ថាកំប៉ុងនេះអីក៏យ៉ាប់ម៉េះពីមុនអត់ស្អុយសោះឥឡូវមិនក៏វាស្អុយសួរថាតើរវាងកំប៉ុងហើយនឹងមនុស្សនឹងនរណាអ្នកមានបញ្ហាមនុស្ស
nâng mau bị cọt mình đăng ca bứt thà không có bông miên lía mua giang nam mình nuôi hay nhận nhôm trâu đăng thà áo tên nơi chia bộ thổi chuốn miên rồi bỏ sỏi nó khẳng khăn thì dương mơ tao xóm thà bên nâng cọt sừng ruộng cọt rồi ven bị giác vì mình toàn đo thằng này oi cọt chinh cái lại mau ta pan nâng ta vì protein bom phật sel rồi bỏ mình nuôi miên pram bộ thổi chuốn cha mà chưa ba là o giang nam cái đôi đôi bịa cha này dây thà che mình chỉ nè trắng tròn mình chỉ nè toàn con mình chỉ nè kịch rất mình chỉ nè rô mấy nè che mình chỉ nè trắng này tròn còn chỉ nè toàn này tròn 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 đỏ toàn mày hay con mình chỉ nè kịch tụi bây giờ miền là bạch giang mấy oi từ dân bị cai kịch cứ bứt chỉ khơi mà nu bọc ra dương giang mấy cái đó oi từ dân bị cai kịch bứt chỉ rồi khơi chùm nịch sỏi vậy đó nè nghe nó sao còn bay này tíទៀតnè nghe chẳng vậy thà cướp giang được không chung vinh chỉ vật dương đi công tiêm ti oi mà nu tàng lại là o đôi chỉ dương kịch vì pro dương chẳng đăng không mà nu đặt tay tiết mơ tại không khluôn dương tay dương có là o cướp bay về liền thế ngày nâng kịch thật tự vật hay miên sầm đại chết ta ở tự vinh đấy nè kịch thật đòi nằm nắng cancel miênបញ្ហា riêng xem mà nói can vinh đấyតែខ្លួនយើងនឹងឯងមែនទេហ្នឹងហើយញាតិញោមអាត្មាប្រាប់មួយចំណុចទៀតមានធម៌មួយដែលយើងលំបាកស្ដាប់ញឹកឮញឹកប្រសង្កទេសញឹកតែយើងធ្វើអត់បានអាសេវនាជាពាលៀនណាបណ្ឌិតានញ្ញសេវនាមិនអោយសែបគប់បុគ្គលពេលអោយសែបគប់សប្បុរសឬក៏សែបគប់បណ្ឌិតអាត្មានៅស្រុកខ្មែរមានញោមម្នាក់គាត់មកសួរអាត្មាគាត់សួរថាមើលលោកគ្រូខ្ញុំកណាធ្វើការអង្គការដើរច្រើនតើនៅក្នុងស្រុកខ្មែរនរណាខ្លះដែលថាជាសប្បុរសពិតដែលគួរសែបគប់លោកគ្រូអាចប្រាប់ខ្ញុំកណាបានឧទាហរណ៍ទៅដូចនៅខេត្តពោធិ៍សាត់មានប្រមាណនៅបាត់ដំបងមានប្រមាណសៀមរាបមានប្រមាណពងចាមមានប្រមាណពួកខ្ញុំណាដើររោនរហូតបានអាត្មាថាឲ្យអាត្មាប្រាប់ចំប្រាប់មិនបានញោមហើយគាត់សើចគាត់ថាប្រហែលលោកគ្រូមើលបណ្ឌិតអត់ដឹងមុំកណាគាត់និយាយចឹងណាប្រហែលលោកគ្រូមើលបណ្ឌិតអត់ដឹងថាណាជាបណ្ឌិតពិតណាមិនពិតចុះទម្រាំពួកកណាឲ្យសំដែងប្រាប់ពួកកណាហ្នឹងឲ្យកណាទៅរយណាបានអាត្មាថាមិនអាចប្រាប់បានតែអាចប្រាប់កណ្ដឹងបានត្រូវដឹងថាបណ្ឌិតមិនចាំបាច់ស្វែងរកទេពីព្រោះអ្វីពីព្រោះសម័យនេះគ្មាននរណាព្យាករថាអ្នកណាជាបណ្ឌិតពិតប្រាកដទេអត់មានព្រះសម្មាសម្ពុទ្ធព្យាករថាអ្នកនេះជាសោតាអ្នកនេះជាអនាគាអ្នកនេះជាព្រះអរហន្តគ្មានព្រះអង្គនៅព្យាករឲ្យយើងទេយើងស្គាល់ក៏តាមរយៈគេឈ្មោះកិត្តិយសតែប៉ុណ្ណោះក៏ប៉ុន្តែយើងងាយអីទៅដើរដល់ទៅនឹងឧទាហរណ៍ថាយើងនៅតាណាមួយពាក្យថាមិត្តល្អកល្យាណមិត្តញាតិញោមសង្កេតប៉ុណ្ណេះរួមជាមួយយើងស្ដាប់ធម៌ផងឲ្យយល់ថាណាជាកុសលណាជាអកុសលទីមួយយើងចេះធម៌អាល្មមត្រឹមកំណត់ថាណាជាបុណ្យណាជាបាបហើយមនុស្សណាដែលយើងគួរអង្គុយចិត្តត្រូវសង្កេតថាមនុស្សដែលយើងអង្គុយចិត្តនោះតែងតែនាំរឿងសប្បាយចិត្តឲ្យយើងណាមិននាំឲ្យយើងស្អប់នរណាមិននាំឲ្យយើងកើតបាបមិននាំឲ្យយើងជេរនរណាមិននាំឲ្យយើងកើតកិលេសច្រើនមនុស្សដែលតែងតែផ្ដល់ចំណេះដឹងឲ្យយើងមនុស្សបែបហ្នឹងចាត់ទុកថាជាមនុស្សដែលគួរអង្គុយចិត្តយល់ទេហ្នឹងហើយប៉ុណ្ណឹងអាចអញ្ចឹងថាអ្នកណានិយាយកាលណាលើកតែរឿងល្អប្រាប់យើងទោះបីជាក្នុងករណីខ្លះយើងចង់និយាយអាក្រក់ពីនរណាម្នាក់គាត់ចេះនិយាយសម្រួលចិត្តយើងមនុស្សបែបនេះហៅថាជាមនុស្សគួរអង្គុយចិត្តមនុស្សចេះបែបណាក៏ដោយចាំបត្រៃបិដកចប់ក៏ដោយ
អង្គុយប៉ុកនិយាយឲ្យញាតិញោមខឹងនេះនិយាយឲ្យញាតិញោមខឹងនោះមែនទេមែនទេញាតិញោមថាមើលមែនទេមែនទេហ្នឹងហើយទោះបីជាចេះប៉ុណ្ណាក៏ដោយយល់ទេហ្នឹងហើយសំដែងកាលណាឬក៏ទោះបីជាចេះសំដែងធម៌ក៏ដោយអង្គុយប៉ុកមកនិយាយប្រាប់គេនិយាយទោសពីនេះនិយាយទោសពីនោះធ្វើឲ្យយើងកំពុងតែជ្រះថ្លានេះវាទៅជាមួម៉ងអស់ទៅបែបហ្នឹងមិនគួរអង្គុយចិត្តទេព្រោះមនុស្សហ្នឹងគេហៅថាមនុស្សរុយមិនមនុស្សរុយហើយសាច់បេះដូងរបស់យើងនេះហរតិរបស់យើងដូចជាសាច់នៅកណ្ដាលវាលកាលណារុយមកពោតមកទុំវាមិនបែងដាក់វានឹងកើតជាដង្កូវការឆ្លងមេរោគទៅដល់ចិត្តរបស់យើងនឹងឯងដែលចាត់ទុកថាបានទទួលឥទ្ធិពលអាក្រក់ពីមនុស្សរុយព្រោះបណ្ឌិតនិយាយដោយពិស្ដារមាន4យ៉ាងដែលជាអង្គធัวឲ្យទៅជាបណ្ឌិតនិយាយឲ្យខ្លីបំផុតគឺមានតែ2យ៉ាងទី1គឺចេះដឹងទី2គឺធ្វើល្អនឹងដែលព្រះសម្មាសម្ពុទ្ធឲ្យឈ្មោះថាជាបណ្ឌិតដែលគួរសេពគប់នៅសល់4នាទីមកនិយាយរឿងខ្លីមួយស្ដាប់នៅពេលមួយមានភិក្ខុមួយអង្គនៅក្នុងព្រៃដល់ថ្ងៃអបោសុតចឹងលោកតែងតែឧទានឡើងនៅគាថាដែលប្រារព្ធសេចក្តីព្យាយាមអប់រំផ្លូវចិត្តរបស់លោកចប់ពគាថាទេវតានៅតាមដងព្រៃនឹងសាធុការសាធុយ៉ាងក្រឹកនៅពេលដែលគ្រូអ្នកត្រង់បត្រៃបិដក2អង្គទៅពីក្រុងសាវត្ថីទៅហើយរួមទាំងកូនសិស្សប្រមាណ500ផងទៅដល់លោកនៅកន្លែងអាវាសតូចក្នុងព្រៃហ្នឹងក៏មានថេរដីកាថាអូបានលោកម្ចាស់អ្នកឆ្លៀសឆ្លាតនៅក្នុងព្រះត្រៃបិដកនិមន្តមកអញ្ចឹងពួកយើងប្រកាសជាបានស្ដាប់ធម៌យ៉ាងពីរោះហើយលោកក៏សួរថាពួកយើងមិនបើមានម្នាក់ឯងនោះពួកយើងមិនសមគ្នាច្រើនលោកក៏ប្រាប់ថាដែលថាពួកយើងពីព្រោះរាល់ពេលដែលខ្ញុំកណាបន្លឺនៅធម៌ឡើងនៅថ្ងៃឧបោសថពពួកទេវតាគេស្ដាប់អញ្ចឹងថ្ងៃនេះពពួកទេវតាក៏បានស្ដាប់ទៅខ្ញុំកណានិយាយថាពួកយើងអញ្ចឹងទៅភិក្ខុជាថេរៈ2អង្គដែលអ្នកបត្រួទ្រង់បត្រៃបិដកហ្នឹងមួយអង្គជាអ្នកប្រកាសឲ្យទេវតាស្ដាប់មានពាក្យថាសកេកាមេចរូបេនោះរួចទៅមួយអង្គទៀតអ្នកសម្ដែងធម៌សម្ដែងចប់មកគាថាឲ្យអនុមោទនាក៏ស្ងាត់2គាថា3គាថា4គាថារាប់សិបគាថាអត់ឮទេវតាណាសាធុមួយសោះដល់អញ្ចឹងលោកថាទេអវសោឯងថាមានទេវតាស្ដាប់ឲ្យសាធុមិនក៏ស្ងាត់ឈឹងចុះទេខ្ញុំកណាធ្លាប់ទៅឮមើលខ្លួនឯងសម្ដែងម្ដងមើលចុះលោកកពោលគាថាដដែលចប់ពាថាឲ្យអនុមោទនាស្រាប់តឡន់ឬក៏ក្រើកនៅកន្លែងហ្នឹងមែនសិស្សរបស់គ្រូ2អង្គហ្នឹងលើកទោសទេវតាថាទេវតានេះលំអៀងគ្រប់ត្រួតបៈពួកគ្នាឯងគ្រូឯងខំសម្ដែងចង់អត់គ្មានសាធុអីបន្តិចនឹងចឹងបានយករឿងហ្នឹងទៅទូលព្រះសម្មាសម្ពុទ្ធបានព្រះសម្មាសម្ពុទ្ធត្រាស់ថាមនាលភិក្ខុទាំងឡាយតថាគតមិនឲ្យឈ្មោះថាមនុស្សដែលចេះនិយាយច្រើនថាជាបណ្ឌិតទេយល់ទេពេលណាតថាគតមិនហៅមនុស្សដែលគ្រាន់តែចេះនិយាយច្រើនថាជាបណ្ឌិតទេហ្នឹងហើយដល់ចឹងទៅពួកនេះគ្រាន់គេអត់ចេះសម្ដែងធัวក៏គេលើកគេថាអូយើងអ្នកអត់និយាយច្រើនសាបណ្ឌិតដែរយើងព្រោះពុទ្ធថានរណាអត់និយាយច្រើននៅនឹងបណ្ឌិតហើយពេលក្រោយមកតាមពិតកាលនោះអត់តន់មានធោសូត្រឲ្យញាតិញោមទេប្រគេនចង្ហាន់នេះលោកឆាន់ស្ងៀមហ្នឹងមានញាតិញោមតេះដៀលថាពួកសមណៈសក្យបុត្រនេះទទួលចង្ហាន់ហើយមិនដែលឲ្យពួរគេទេចាញ់ពួកនេះគ្រុនចាញ់ពួកអីដល់អញ្ចឹងបានព្រះអង្គអនុញ្ញាតឲ្យអនុមោទនាទានពីនឹងមកបានសូត្រធម៌ឲ្យញាតិញោមស្ដាប់នោះដល់ទៅពេលទទួលចង្ហាន់ឲ្យសូត្រធម៌ទទួលចង្ហាន់ឲ្យសូត្រធម៌ពួកនេះគ្រុនតេះដៀលទៀតណាពួកសមណៈសក្យបុត្រនេះសិតតែមនុស្សអត់បានការព្រោះនិយាយច្រើន
ពួកបណ្ឌិតគេមិននិយាយច្រើនទេពួកនេះតប៉ែហ្មងអត់ប្រគេនអីសូត្រគេបន្ទោសចឹងទៀតបានព្រះសម្មាសម្ពុទ្ធប្រកាសភិក្ខុសង្ឃទៀតថាមនាលភិក្ខុទាំងឡាយតថាគតមិនហៅបុគ្គលដែលគ្រាន់តែនៅស្ងៀមថាជាបណ្ឌិតដែរអញ្ចឹងមិនមែនបានន័យថានិយាយច្រើនមិនបណ្ឌិតទេដល់តែអត់និយាយបណ្ឌិតទេអញ្ចឹងទី2នេះព្រះអង្គសម្ដែងថាបុគ្គលតថាគតក៏មិនហៅបុគ្គលដែលមិននិយាយនឹងថាជាបណ្ឌិតដែរពីព្រោះអ្វីពីព្រោះបុគ្គលខ្លះមិននិយាយព្រោះតែអត់ចេះយល់ទេព្រោះបុគ្គលខ្លះមិននិយាយព្រោះតែអត់ចេះដូច្នេះសរុបសេចក្តីមកចាត់ជាបុគ្គលពិតប្រាកដជឿចេះដឹងផងចេះនិយាយផងយល់ទេយល់ចាប់ហើយយ៉ាងហ្នឹងឯងការសម្ដែងធម៌កន្លះម៉ោងល្មមបើសំគួរដល់នៅពេលវេលានឹងបញ្ចប់តែប៉ុណ្ណេះឯងអេវ៉ាំង